តែដល់ពេលឆ្កល់អត់ថ្ងៃខ្លះយើងមាន motivation មួយថ្ងៃចង់ធ្វើការធ្វើនេះធ្វើនោះប៉ុន្តែថ្ងៃខ្លះទៀតគឺចង់តែគេងមកហើយចង់ធ្វើអីទេតែនេះគឺជាមុខពីកត្តាអីទេទៅមកយើងម្នាក់ៗគឺអត់ទៀងទេថ្ងៃហ្នឹងមានអារម្មណ៍ថាងើបមក feeling ក៏មែនតើគឺចង់ធ្វើនេះធ្វើនោះធ្វើការប៉ុន្តែថ្ងៃស្អែកឡើងមានអារម្មណ៍ថាខ្ជិលហើយ feeling lazy មែនតើចង់ឲ្យចង់តែ cancel គ្រប់យ៉ាងខ្ញុំក៏ធ្លាប់មានអារម្មណ៍ចឹងដែរប៉ុន្តែខ្ញុំសួរខ្លួនឯងថាបើសិនជាខ្ញុំនៅចាំចង់និយាយពេលអញ្ចឹងខេបមិនធ្វើអីសោះដើម្បីខ្លួនឯងតែពេលណាបានវាមកដល់លើហើយពេលហ្នឹងក៏ខ្ញុំបានរៀនសូត្រថាអ្នកដែលគេជោគជ័យនៅក្នុងវិស័យអាជីពភាគច្រើនណាគឺគេអត់រងចាំ motivation ទេគេត្រូវប្រើវិន័យគឺ discipline ហ្នឹងមានន័យថាមិនទៅ discipline ហ្នឹងគឺមានន័យថាទោះបីជាអ្នកគ្នាហាត់ក៏ដោយខ្ចោលក៏ដោយក៏នៅតែ apply រកការងារធ្វើក៏នៅ post ទៀតថ្មីដើម្បីខ្លួនឯងហើយទោះបីជាថ្ងៃហ្នឹងអ្នកគ្នាអត់ចង់រៀនទេខ្ចោលខ្លាំងអត់ចង់ងើបទេក៏នៅតែបង្ខំខ្លួនឯងឲ្យទៅរៀនហើយក៏រៀន skill ថ្មីបន្ថែមទៀតចឹងដែរហើយដូចជាខ្ញុំក៏ដោយចឹងដូចជាខ្ញុំ content creator ចឹងទោះបីជាខ្ញុំអត់មានអ្នកមើលឬមួយក៏ធ្វើវីដេអូមានអត់មានអ្នកមើលមានតែសារខ្ញុំនៅតែបង្កើតហើយនឹង show up ហើយធ្វើការងារឲ្យបានល្អបំផុតហ្មងអានេះហៅថា discipline ហើយអញ្ចឹងអ្នកគ្នាជោគខ្វល់ថាខ្លួនឯងពេលហ្នឹងមាន peer reading នៅអ្នកគ្នារួចរាល់នៅហើយមាន confidence អត់មានភាពចេះចាក់លើខ្លួនឯងអត់ហើយជោគខ្វល់ពីរឿងហ្នឹងទៀតប៉ុន្តែសំខាន់គឺអ្នកគ្នាមានភាព consistency នៅក្នុងខ្លួនឯងអូខេចង់និយាយចង់បញ្ចប់មកខ្ញុំខំតែចង់ប្រាប់ដល់អ្នកគ្នាថាបើសិនជាអ្នកគ្នាចង់មានអនាគតល្អហើយចេះគ្រប់គ្រងខ្លួនឯងចាប់ពីពេលនេះទៅ